សួរបបងប្អូនទាំងអស់នៅទីគោរពបានបាទថ្ងៃនេះខ្ញុំបាទអចិត្រាមកជួបលោកយាយតែគាត់មានបច្ចុប្បន្ន8ជាងហើយ83បាទហើយអ្វីដែលសំខាន់នោះហើយនឹងអាសូរនោះគឺគាត់ពុំមានកូនពុំមានប្តីទេបាទគាត់រស់នៅតែឯងមានសាច់ញាតិបាទហើយនេះជាផ្ទះរបស់គាត់គឺមានន័យថាបងប្អូនប្រជាពលរដ្ឋតែគាត់នៅជិតខាងគាត់បានផ្ដល់ជាដីម្ដុំបាទសម្រាប់ឲ្យគាត់សង់ខ្ទមនេះនៅយើងមើលទៅស្ថានភាពរបស់គាត់ពិតជាពិបាកវេទនាសូម្បីតែការហូបចុកក៏បានមកពីបងប្អូនប្រជាពលរដ្ឋដែលគាត់នៅជិតខាងក៏បានផ្ដល់ឲ្យដែរតែមើលឃើញភាពពិបាកបាទបងប្អូនគាត់បានមានការស្នើសុំឲ្យមកជួយគាត់ហើយទើបខ្ញុំបានចង់មកជួយគាត់នេះគឺទីតាំងរបស់គាត់នេះគឺពិបាកមែនបាទពិបាកយើងមើលទៅហើយស្ថានភាពរបស់គាត់គឺបញ្ជន8ជាងហើយហើយខ្វះមុខខ្វះក្រោយហើយចាំមើលខ្ញុំធ្វើការគោរពជំរាបសួរគាត់ជំរាបសួរលោកយាយបាទហើយលោកយាយបញ្ជាក់មួយសារទៀតអាយុរបស់លោកយាយប៉ុន្មានហើយ83លោកយាយណោះអញ្ចឹងលោកយាយមិនមានកូនមិនមានចៅមិនមានប្តីទេអត់តាំងពីដើមបាទអញ្ចឹងសប្តាហ៍ថ្ងៃនេះលោកយាយរស់នៅលើដីរបស់គេចាហើយបងប្អូនយើងគាត់បានឲ្យដីនេះតែលោកយាយនៅបណ្ដោះអាសន្នចាបាទគឺទីសង្ឃទៅជាអ្វីដែលភាសារបស់គាត់បានរៀបរាប់ប្រាប់ផងដែរហើយឥឡូវចៅទិញជាស្បៀងអាហារគ្រឿងបរិភោគអញ្ចឹងលោកយាយសប្បាយចិត្តទេសប្បាយចិត្តទេលោកយាយណោះបាទអរគុណច្រើនមែនតើដែលមើលឃើញភាពពិបាកបាទបងស្រីបាទ Terry Hamburger ក៏ដូចជាបងតាមរយៈបងស្រីវ៉ាសុផលក៏បានឲ្យខ្ញុំចាត់ចែងនៃស្បៀងអាហារនេះសម្រាប់ជូនដល់លោកយាយផងដែរហើយមុននឹងប្រគល់ជូនលោកយាយខ្ញុំសូមអានឈ្មោះបងប្អូនសមាជិកដែលចូលរួមតាមរយៈខ្ញុំបាទទីមួយសូមអរគុណបង Terry Hamburger អរគុណបងវ៉ាសុផលអរគុណបងខៀនពៅអរគុណបងខៀនទួយអរគុណបងខៀនយ៉ានអរគុណបងខៀនហឿនអរគុណបងរឿនសាវងបាទសាវងនិងអរគុណបងរីផងដែរហើយយើងសល់ថវិកាមួយចំនួននេះសម្រាប់ជូនទៅដល់លោកយាយផងដែរក្នុងការប្រើប្រាស់ផងដែរលោកយាយណាទទួលថវិកាពីចៅបាទបានសុខចម្រើននេះវិញបាទនឹងឲ្យជួបមុខឲ្យលោកយាយសូមជូនពរបងប្អូនទាំងអស់ជានិច្ចការបងស្រីបាទ TV Hamburger ក៏ដូចជាបងវ៉ាសុផលនិងបងប្អូនសមាជិកដែលចូលរួមតាមជាបងវ៉ាសុផលពួកគាត់តែងតែចូលរួមចាស់ជារៀងក្មេងកំព្រាមិនថាទីចិត្តទីឆ្ងាយពួកគាត់តែងតែចូលរួមជារៀងផងដែរសូមជូនពរបងប្អូនទាំងអស់ឲ្យទទួលទានមានបានប្រាថ្នាឲ្យបានសម្រេចដូចប្រាថ្នាជាពិសេសសម្រាប់ព្រះអង្គគង់ជាមួយនឹងថែរក្សាចនិចគណៈពេលនេះខ្ញុំបាទចត្រារួមជាមួយលោកយាយបាទ